សៀលគងភ្នំទូចយំបោកខ្លួនអាឡ័យសង្រែងសោកស្ដាយនិស័យរឿងព្រឹកពីព្រេរឿងខ្ញុំគឺរឿងពិតរែងពិតរែងចំបែខ្សឹបខ្សួលម្នាក់ឯងគិតវែងគិតរកតែថ្លៃអូននៅទីណាអូននៅទីណាអូនបងនឹកស្ទើរសូនស្ទើរសូនស្ទើរសូនចិត្តកាយទ្រមរីងរៃគួស្នេហ៍ឬមិនស្នេហ៍ឲ្យតែប្រាប់មកថ្លៃត្រូវខំមិនធ្វើហេតុអ្វីទៅស្ងាត់ចោលបងថ្ងៃបាក់រសៀលភ្លឺច្រាលដូចដុតវេហារសៀលពេលណាអរាបងរែងសៅមករសៀលបងពូនយំរសៀលនឹកមុំបងរសៀលម្ដងលួនអងបងនឹកអូនណាស់ឡើងចឹងណាដុំធំជាងនឹងហើយគេអាំងជាមួយនឹងខ្ជូងណាដូច្នេះបើសិនជាយើងអាំងនៅលើខ្ជូងវាសឹមវារៀងក្រឆ្អិនបន្តិចតែដោយសារពួកខ្ញុំគឺត្រូវថតផងអីផងចឹងខ្ញុំអាំងនៅលើចក្រានគេហើយប៉ុន្តែទទួលបានរសជាតិឆ្ងាញ់ដូចគ្នាទេទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកធ្វើញ៉ាំបាននៅផ្ទះហើយសាច់គោខ្ញុំក៏យើងអត់ដឹងថាវាឆ្អិនណាអញ្ចឹងមានតែហាន់សាកនៅលើចក្រានហ្នឹងហើយបន្ទាប់មកគឺឃើញអត់ទាន់ឆ្អិនក៏សម្រាប់ថាកាត់វាដុំបែបនេះប៉ុណ្ណេះមកដើម្បីអាំងបន្តទៀតអញ្ចឹងកាត់ប៉ុណ្ណឹងមកអាំងភាសាទៀតមកគឺឆ្អិនមកល្មមផុយឆ្ងាញ់តែម្ដងសាច់គោនឹងយើងកុំអាំងយកឆ្អិនពេកអញ្ចឹងវាអាចស្វិតណាអូយទាំងអស់គ្នារសជាតិឆ្ងាញ់ខ្លាំងមែនតើខ្ញុំហ៊ាននិយាយថាអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើរូបមន្តបែបនេះហើយយកតែអាំងជួបជុំគ្រួសារនៅក្នុងសប្តាហ៍នេះហ่าអូយដឹងតែជាតិតែម្ដងជ្រក់ជាមួយនឹងទឹកម្រេចជូរហឹរតិចមកទាំងអស់គ្នាខ្ញុំស្រក់ទឹកមាត់ទៀតហើយនេះបានម្ហូបបែបនេះតេសជាមួយនឹងបងប្អូនមិត្តភ័ក្តិវិញណាកាន់តែត្រូវជាមួយនឹង Gangsberg Snow ដោយសារតែពណ៌កំប៉ុងកាន់តែក្មេងហ្មង cool like that កាន់កំប៉ុងហ្នឹងទៅ cool ហ្មងបាននិយាយពីរសជាតិវិញណាឆ្ងាញ់ស្រាលស្រួលលេបតែម្ដងអញ្ចឹងបានជួបជុំគ្នាអីតេសលេងគឺដឹងតែត្រូវតែម្ដង